ឯងមានធំក្លិនដូចជាយើងដែរទេមានហើយយើងក៏ធំក្លិនដែរក្លិននេះមិនធម្មតាទេវាដូចជាក្លិនអាចអ្នកណាជួសថ្មីអញ្ចឹងហេអីមិនបានចែកដឹងថាក្លិនអាចចង្រៃមែនមិនគួរណាយើងជួអាចដាក់ខោអញ្ចឹងសោះស្លាប់មិនខានទេយើងហេសម្លាញ់នោះលោកសេដ្ឋីរត់ហែងតើច្រើនណាស់ទាំងសាច់ឈាមពណ៌សម្បុរទាំងទ្រព្យសម្បត្តិយើងជួយអបអរសាទរផងណាបាទលោកសេដ្ឋីទាំងអស់នេះគឺកើតចេញពីលោកទាំងអស់បើគ្មានលោកទេខ្ញុំក៏មិនមានថ្ងៃនេះដែរឃើញឯងពូកែហើយវៀងវៃបែបនេះយើងសប្បាយចិត្តណាស់មែនហើយកុសលថ្ងៃនេះមានបរមម្នាក់ឈ្មោះកុសលគេគឺជាកូនកំព្រាតាំងពីតូចដោយសារកុសលជាមនុស្សល្អអ្នកស្រុកអ្នកភូមិស្រឡាញ់ចូលចិត្តគេណាស់រហូតដល់ថ្ងៃមួយនៅពេលដែលកុសលជួយលោកសេដ្ឋីពេលនោះរឿងគ្រប់យ៉ាងក៏ប្រែប្រួលអស់រលែងអ្នកមេងខ្ញុំរៀបចំខ្លួនរួចហើយមិញឆាប់នាំខ្ញុំទៅចំការរបស់មិញទៅប៉ុន្តែតម្លៃវិញអ្នកមិញមិនអាចឡើងថ្លៃបានទេណាព្រោះខ្ញុំជាអ្នកឡើងបាយហើយយកទៅលក់ដោយខ្លួនឯងទៀតកុសលមិញដឹងហើយមិញមិនអាចឡើងថ្លៃបាននោះទេឯងកំភៃពេកមើលណាមួយយើងគឺជាអ្នកស្រុកភូមិជាមួយគ្នាតើប៉ុន្តែឯងរងចាំមិញបន្តិចណាមិញរៀបចំខ្លួនបន្តិចសិនរួចហើយចាំយើងទៅចំការទាំងអស់គ្នាបានមិញអញ្ចឹងក៏បានដែរមួយសន្ទុះក្រោយមកអ្នកទាំងពីរក៏បានធ្វើដំណើរមកដល់ចំការដូងហើយចំការរបស់មិញធំក្រាន់បើមើលចោះដូងផ្លែធំល្អនៅពេលដែលយកទៅលក់ច្បាស់ជាបានប្រាក់ច្រើនឬក៏តិចមិញមិនដឹងនោះទេប៉ុន្តែឯងអាចធ្វើបានដែរឬអត់បើឯងមានតែម្នាក់ឯងនឹងហេតុអ្វីបានជាឯងមិនបបួលមិត្តភក្តិមកជាមួយអញ្ចឹងមិនអីទេមិញពួកគេចាប់រវល់អស់ហើយការងារប៉ុណ្ណឹងខ្ញុំអាចធ្វើម្នាក់ឯងបានណាមួយខ្ញុំក៏ជំនាញឡើងដូងស្រាប់ទៅហើយបើអញ្ចឹងឯងឡើងបេះចោះចំណែកមិញទៅផ្ទះហើយណាដូចមិញបាននិយាយអញ្ចឹងឯងឡើងតែ4ដើមនេះបានហើយចំណែកដើមផ្សេងទៀតចាំថ្ងៃក្រោយក៏បានដែរបាទមិញមិនអីទេខ្ញុំដឹងហើយមិញអាចទៅផ្ទះចោះពិបាកដល់ហើយតែធ្វើម៉េចនេះគឺជាជីវិតខ្ញុំត្រូវតែតស៊ូព្រោះខ្ញុំអត់មានឪពុកម្ដាយដូចជាគេនោះទេអាយ៉ាឥឡូវនេះខ្ញុំឡើងដើមមួយនេះសិនបន្ទាប់ពីនិយាយហើយកុសលគេក៏បានឡើងដើមដូងក្រឡេកមើលលោកសេដ្ឋីឯណែវិញគាត់បានពួននឹងដើមឈើមួយដើមព្រោះតែចៅបានដេញតាមពីក្រោយគាត់ថ្ងៃនេះបើសិនជាយើងមិនស្លាប់ពួកអាចៅឯងនឹងមិនអាចរួចខ្លួនទេវើយអញនឹងប្តឹងរាជការឲ្យចាប់ពួកឯងដាក់គុកឲ្យតល់តែបានប៉ុន្តែពេលនេះខ្ញុំមិនដឹងថារត់ពន្ធកន្លែងណាឡើយមានតែដើមឈើមួយដើមនេះប៉ុណ្ណោះសង្ឃឹមថាពួកវារកខ្ញុំមិនឃើញទៅចោអាយ៉ាគិតទៅអាសេដ្ឋីនេះពិតជារត់លឿនមែនពួកយើងតាមវាមិនតាន់តល់តែសោះសម្លាញ់យើងកំតាន់អាចឈប់អីវាច្បាស់ជាមិនអាចទៅណាឆ្ងាយពីទីនេះនោះទេពួកយើងតាមរកវាបន្តទៀតទៅឈប់សិនឯងមានធំក្លិនដូចជាយើងដែរទេមានហើយយើងក៏ធំក្លិនដែរក្លិននេះមិនធម្មតាទេវាដូចជាក្លិនអាចអ្នកណាជួសថ្មីអញ្ចឹងអីមិនបានចែកដឹងថាក្លិនអាចចង្រៃមែនមិនគួរណាយើងជួអាចដាក់ខោអញ្ចឹងសោះស្លាប់មិនខានទេយើងសម្លាញ់នោះលោកសេដ្ឋីរត់ហែងតើជួយផងឯងកំរុតលោកសេដ្ឋីគាត់បានរត់រហូតមកដល់កន្លែងដែលកុសលកំពុងតែបេះដូងសេដ្ឋីថ្ងៃនេះលោកមិនអាចរត់បន្តទៀតបានទេឥឡូវនេះមាសប្រាក់មានទាំងប៉ុន្មានឆាប់ប្រគល់ឲ្យយើងទាំងអស់មកអញហួសចិត្តណាស់វើយសេដ្ឋីខ្លាចពួកយើងនឹងរាកអាចប៉ុន្តែក៏ល្អដែរពេលនេះវាអត់មានផ្លូវត្រូវដើរទៀតឡើយតាមពិតគាត់គឺជាលោកសេដ្ឋីតើហើយអាពីអ្នកនោះគឺជាចៅអញ្ចឹងខ្ញុំត្រូវតែជួយលោកសេដ្ឋីសិនទៅបានកុសលគេបានបេះដូងហើយគប់សម្ដៅទៅចៅទាំងពីរអ្នកនោះធ្វើឲ្យពួកគេដួលសម្លាប់ដោយសារតែដូងធ្លាក់ចោលស្អីគេធ្លាក់ពីលើមេឃលោកសេដ្ឋីតើលោកយ៉ាងម៉េចហើយអ្នកកំឡោះឯងគឺជាអ្នកជួយយើងសូមអរគុណឯងហើយបាទមិនអីទេលោកសេដ្ឋីរឿងបន្តិចបន្តួចប៉ុណ្ណឹងនោះប៉ុន្តែហេតុអ្វីបានជាលោកត្រូវចោលប្លន់អញ្ចឹងទេខ្ញុំដូចជាធំក្លិនស្អីមិនដឹងទេនេះស្អីក្លិននេះគឺខ្ញុំយល់ហើយលោកសេដ្ឋីទៅខាងស្ដាំដៃទីនោះមានបឹងមួយកន្លែងទឹកស្អាតខ្លាំងណាស់លោកអាចទៅសម្អាតខ្លួនទីនោះបានយើងអរគុណឯងហើយអញ្ចឹងយើងទៅសិនហើយអ្នកកំឡោះថ្ងៃក្រោយយើងនឹងសងគុណឯងវិញ
កសាលអីដងរបស់ឯងល្អខ្លាំងណាស់ឯងលក់ឲ្យយើងទៅធ្លាយមកបាទលោកពូចាំបន្តិចចាំខ្ញុំលើកដាក់ជូនហាយ៉ាឯងនេះពិតជាឧស្សាហ៍មែនឡើងដងហើយយកមកលក់ដោយខ្លួនឯងទៀតមើលចោះអនាគតច្បាស់ជាមិនក្រឡើយធ្វើមិនទៅលោកពូខ្ញុំនៅក្មេងតមានកម្លាំងចេះតែខំទៅណាមួយខ្ញុំអត់មានស្រែកស្រូវធ្វើដូចជាគេនោះទេអើយើងគ្រាន់តែនិយាយទេប៉ុន្តែបើសិនជាយើងមានគុណកំមុំមែនណាយើងសោកចិត្តលើកឲ្យឯងដែលមិនគិតខាងស្លាឡើយមើលចោះលោកពូនិយាយធ្វើដូចមែនទេអញ្ចឹងអ្នកក្រដូចជាខ្ញុំនេះតើមាននារីណាមកស្រឡាញ់ទៅយីអ្នកកំឡោះថ្ងៃមុនឯងតើគឺជាអ្នកជួយយើងហើយយ៉ាឯងមកលក់ដូងដល់ភូមិនេះផងអីអូលោកសេដ្ឋីទេឬណែខ្ញុំតែងតែឧស្សាហ៍យកដូងមកលក់នៅទីនេះចុះហេតុអ្វីបានជាលោកនៅទីនេះដែរអញ្ចឹងផ្ទះយើងគឺនៅម្ដុំនេះទេមានហើយថ្ងៃមុនដោយសារតែយើងរវល់ពេកភ្លេចអរគុណឯងយើងសូមអរគុណឯងណាអ្នកកំឡោះដែលឯងបានជួយយើងកាលពីថ្ងៃមុនពងតែជាគាត់មែនទេដែលពុកនិយាយថាបានជួយពុកអំពីចៅប្លន់នោះមែនហើយកូនកុំតែបានគេទេកុំអីពុកច្បាស់ជាអាសន្នធំហើយថ្ងៃស្អែកឯងទំនេរដែរទេបើឯងទំនេរកុំភ្លេចទៅផ្ទះយើងផងណាយើងមានការសំខាន់មួយចង់និយាយជាមួយនឹងឯងអូតើលោកសេដ្ឋីមានការអ្វីដែរទៅអត់ទេថ្ងៃនេះយើងមិនអាចប្រាប់ឯងបានទេប៉ុន្តែអ្នកកំឡោះឯងប្រាប់យើងសិនមកតើថ្ងៃស្អែកឯងទំនេរអត់បាទលោកសេដ្ឋីថ្ងៃស្អែកខ្ញុំទំនេរបើខ្ញុំលក់ដូងនេះអស់ឥឡូវអញ្ចេះចោះយើងនឹងទិញដូងរបស់ឯងយកទៅទាំងអស់ហើយថ្ងៃស្អែកឯងកុំភ្លេចទៅជួបយើងនៅផ្ទះណាថាម៉េចលោកទិញយកដូងរបស់ខ្ញុំទាំងអស់វាពិតជាពិសេសខ្លាំងណាស់លោកសេដ្ឋីខ្ញុំសូមអរគុណលោកហើយអញ្ចឹងថ្ងៃស្អែកខ្ញុំនឹងទៅជួបលោកសេដ្ឋីភ្លាមលុះស្អែកឡើងមកដល់ថាម៉េចលោកឲ្យមាសទាំងនេះមកខ្ញុំលោកសេដ្ឋីខ្ញុំមិនហ៊ានទទួលយកនោះទេវាច្រើនខ្លាំងណាស់សូម្បីតែគិតខ្ញុំក៏មិនដែលគិតដល់ផងអ្នកកំឡោះថ្ងៃនោះបើសិនជាគ្មានវត្តមានរបស់ឯងទេយើងក៏មិនអាចរក្សាជីវិតមកដល់ពេលនេះដែរយើងនឹងផ្ដល់ការរកស៊ីខ្លះៗទៅដល់ឯងហើយមាសនេះគឺជាដើមទុនថ្ងៃក្រោយបើសិនជាឯងអនុវត្តច្បាស់ណាស់មនុស្សស្មោះត្រង់ដូចជាឯងនឹងមានអនាគតល្អជាមិនខានថាម៉េចនេះលោកសេដ្ឋីមានបំណងចង់ឲ្យខ្ញុំរកស៊ីត្រឹមត្រូវហើយប៉ុន្តែមាននេះគឺជាកម្មសិទ្ធិរបស់ឯងបើឯងយកវាទៅធ្វើជាប្រយោជន៍ឯងច្បាស់ជាមានមាសប្រាក់ចាយតកូនតចៅប៉ុន្តែបើសិនជាឯងប្រើវាក្នុងផ្លូវខុសវានឹងធ្វើឲ្យឯងសប្បាយតែរយៈពេលខ្លីប៉ុណ្ណោះទេបាទលោកសេដ្ឋីពេលមុនខ្ញុំក៏ចង់រកស៊ីដូចជាគេដែរប៉ុន្តែខ្ញុំមិនមានដើមទុនសោះឡើយចំណែកឯចំណេះដឹងនិងបទពិសោធន៍ក៏មិនមានទៀតឥឡូវនេះបានលោកសេដ្ឋីជួយបង្ហាញផ្លូវខ្ញុំកាន់តែមានកម្លាំងចិត្តមិនអីទេអ្នកកំឡោះចាំយើងនឹងជួយជ្រោមជ្រែងឯងពីក្រោយយើងបានសន្យាហើយថានឹងជួយឯងវិញព្រោះឯងបានសង្គ្រោះជីវិតយើងអំពីចៅប្លន់3ឆ្នាំក្រោយមកពេលនេះកុសលគេបានខ្លាចជាអ្នកជំនួញវ័យក្មេងម្នាក់គេមិនត្រឹមតែគ្រប់ដឹងគុណចំពោះលោកសេដ្ឋីប៉ុណ្ណោះទេគេថែមទាំងជាដៃគូពាណិជ្ជកម្មធំនឹងគ្នាទៀតផងកុសលមើលទៅឯងឥឡូវនេះផ្លាស់ប្ដូរច្រើនណាស់ទាំងសាច់ឈាមពណ៌សម្បុរទាំងទ្រព្យសម្បត្តិយើងជួយអបអរសាទរផងណាបាទលោកសេដ្ឋីទាំងអស់នេះគឺកើតចេញពីលោកទាំងអស់បើគ្មានលោកទេខ្ញុំក៏មិនមានថ្ងៃនេះដែរឃើញឯងពូកែហើយវៀងវៃបែបនេះយើងសប្បាយចិត្តណាស់មែនហើយកុសលថ្ងៃនេះឯងអត់ទៅកសិដ្ឋានទេអីមិនបានជាមានពេលទំនេរមកលេងយើងអញ្ចឹងបាទលោកសេដ្ឋីខ្ញុំមានការសំខាន់មួយតើជាការសំខាន់អ្វីទៅបងកុសលលោកពូបងកុសលនេះទឹកកល្យានពុកអរគុណហើយកូនខ្ញុំអរគុណហើយតាមពិតទៅខ្ញុំចង់យកមាននៃម្សៅលោកសេដ្ឋីវិញនេះគឺជាចំនួនមាសមួយហឹបខ្ញុំសូមជូនលោកសេដ្ឋីហើយយ៉ាមាសឡើងមួយហឹបហេតុអ្វីបានជាច្រើនម្ល៉េះកុសលចំនួននេះគឺវាច្រើនខ្លាំងមែនទែនយើងអត់ហ៊ានទទួលយកនោះទេបាទលោកសេដ្ឋីតាមពិតទៅគឺខ្ញុំចង់យកមាននេះធ្វើជាចំនួនចូលស្ដីដល់អ្នកនាងកល្យានបើលោកសេដ្ឋីអនុញ្ញាតខ្ញុំនឹងហៅចាស់ទុំមកធ្វើជាមេបាថាម៉េចកុសលនេះឯងចាប់អារម្មណ៍កូនស្រីយើងបាទមែនហើយលោកសេដ្ឋីខ្ញុំពិតជារីករាយខ្លួនមែនទែនព្រោះអ្នកទាំងពីរជាអ្នកមានគុណចំពោះខ្ញុំតែខ្ញុំបែរជាមានគំនិតផ្ដេសផ្ដាស់បែបនេះទៅវិញបើលោកសេដ្ឋីនៅអ្នកនាងមិនអនុញ្ញាតខ្ញុំក៏មិនថាអ្វីដែរច្រឡំហើយយើងក៏ចូលចិត្តឯងដែរកុសលបើយើងមិនចូលចិត្តឯងហេតុអ្វីចាំបាច់តម្រើតម្រង់ផ្លូវឯងអញ្ចឹងប៉ុន្តែឬគូជីវិតនោះយើងមិនហ៊ានសម្រេចដោយខ្លួនឯងនោះទេគឺឯងសួរចិត្តនាងដោយខ្លួនឯងទៅកល្យានតើកូនគិតយ៉ាងម៉េចបើកុសលមានចិត្តទៅលើកូនបែបនេះ
ខ្ញុំមិនចង់ជឿសោះពុកថាបងកសលចាប់អារម្មណ៍ខ្ញុំមិនហ៊ានប្រកែកនោះទេហើយនេះពួកឯងកំពុងតែលេងសើចជាមួយយើងមែនទេតាមពុតទៅយើងដឹងហើយពួកឯងនេះស្រឡាញ់គ្នាយូរមកហើយគ្រាន់តែមិនហ៊ានបង្ហាញនៅចំពោះមុខយើងតែប៉ុណ្ណោះមិនអីទេចាំយើងរៀបចំពិធីមង្គលការឲ្យពួកឯងទៅចោះខ្ញុំអរគុណណាស់លោកសេដ្ឋីខ្ញុំសន្យាថានឹងមើលថែនាងទៅឲ្យបានល្អមិនឲ្យនាងពិបាកចិត្តដោយសារតែខ្ញុំឡើយនៅទីបំផុតវាសនារបស់អ្នកឡើងដូងក៏បានផ្លាស់ប្ដូរទាំងស្រុងបន្ទាប់ពីគេបានជួយលោកសេដ្ឋីហើយនោះលោកសេដ្ឋីបានបង្ហាត់បង្រៀនពីរបៀបរកស៊ីរហូតដល់គេក្លាយទៅជាអ្នកមានម្នាក់ផងដែរ